សម្ដេចតេជោបង្ហាញអារម្មណ៍ពិតក្លោជំនួបជាមួយវីរយុទ្ធជនទាំង18រូបដែលទើបវិលត្រឡប់មកវិញរាជធានីភ្នំពេញនៅវិមាន7មករានាព្រឹកថ្ងៃប្រហោះទី11ខែមករាឆ្នាំ2026សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានអនុញ្ញាតឲ្យបងប្អូនវីរយុកងទ័ពទាំង18រូបនិងក្រុមគ្រួសារចូលជួបសំណេះសំណាលនិងសួរសុខទុក្ខឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភានិងគណៈបកប្រជាជនកម្ពុជាបានឲ្យដឹងថាក្នុងជំនួបសំណេះសំណាលនោះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវក្តីរីករាយនិងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរយុទ្ធជនរបស់យើងដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារនិងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញសម្ដេចតេជោលើកឡើងថាសម្ដេចយល់អំពីអារម្មណ៍របស់វីរយុទ្ធជនរបស់យើងក៏ដូចជាក្រុមគ្រួសារនៃការលំបាកនៃការព្រួតប្រាសគ្នាព្រោះសម្ដេចផ្ទាល់ធ្លាប់បានឆ្លងកាត់នៅបទពិសោធន៍នៃការព្រាត់ប្រាសគ្រួសារកាលពីពេលដែលសម្ដេចយកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចក៏បានយកឱកាសនេះអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរយុទ្ធជនរបស់យើងហើយរូបសម្ដេចផ្ទាល់ក៏បានយកចិត្តទុកដាក់និងបានតាមដានជាប្រចាំអំពីស្ថានភាពរបស់វីរយុទ្ធជនយើងហើយជាពិសេសបំផុតនោះសម្ដេចបានមានប្រសាសន៍ថាព្រះមហាក្សត្រនៃយើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហ៍មហាមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចម៉ែក៏ព្រះអង្គទាំងទ្វេបានយកព្រះតីទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនរបស់យើងទាំង18រូបរួមទាំងវីរយុកងទ័ពទាំងអស់របស់យើងនៅតាមព្រំដែនដែលនេះជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់កម្ពុជាគ្រប់លំដាប់ថ្នាក់ជាមួយនេះសម្ដេចតេជោក៏បានបង្ហាញនូវក្តីរំភើបបន្ថែមទៀតដែលកាលថ្ងៃទី31ខែធ្នូឆ្នាំ2025ម្សិលមិញនៅពេលដែលសម្ដេចបានឃើញវីរយុទ្ធជនរបស់យើងធ្វើដំណើរមកដល់កម្ពុជាតាមរយៈការផ្សព្វផ្សាយផ្ទាល់សម្ដេចមានអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកនៅពេលឃើញនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនរបស់យើងគ្រប់មជ្ឈដ្ឋាននៅតាមដងផ្នែកចំពោះវីរយុទ្ធជនរបស់យើងទាំង18នាក់ដែលសម្ដេចបានបញ្ជាក់ថានេះជាស្មារតីនៃការសាមគ្គីរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរយុទ្ធជនរបស់យើងទាំង18នាក់ក៏ដូចជាស្មារតីនៃការសាមគ្គីជាមួយនឹងវីរយុទ្ធជនយើងនៅសមរភូមិមុខផងដែរសម្ដេចតេជោហ៊ុនសែនបានជូនពរដល់វីរយុទ្ធជនទាំង18រូបរួមទាំងក្រុមគ្រួសារជួបប្រតិតែសេចក្តីសុខសេចក្តីចម្រើននិងបានរួមនៅជាមួយនឹងក្រុមគ្រួសារព្រមទាំងបានរួមនៅក្នុងទឹកដីកំណត់ឡើងវិញប្រកបដោយភាពសុខសាន្ត